ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តស្រឡាញ់បាក់សៃប្រមាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបាក់សៃប្រមាញ់មួយប្រភេទយកមករៀបរាប់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់យើងមកស្គាល់អំពីបាក់សៃប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Crested Cockhook ឈ្មោះជាភាសាខ្មែរយើងដែលបងប្អូនយើងនិយមហៅស្ទាំងស្លាបឆែកកំពយខ្លីមួយទៀតគេហៅតែនិយមហៅ UNN វាជាប្រភេទបាក់សៃក្នុងគ្រួសារ Accipitridae ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីត្រូពិកពួកវាមានប្រវែងដងខ្លួន30ទៅ41សង់ទីម៉ែត្រជាធម្មតាញីមានទំហំដងខ្លួនធំជាងឈ្មោលហើយការឈ្លានពានរបស់វាស្ទាំងស្លាបឆែកកំពយខ្លីជាទូទៅវាមិនឈ្លានពានទៅដល់មនុស្សយើងនោះទេបាក់សៃនេះពិតជាមិនเป็นប៉ងវាយប្រហារទៅដល់សត្វដទៃណាដែលមានទំហំដងខ្លួនធំជាងពួកវានោះទេចំពោះអេរិយាបថនៃការបន្តពូជរបស់វាប្រភេទបាក់សៃស្ទៀងស្លាបឆែកនេះជាធម្មតាចាប់ផ្ដើមកាត់ពូជនៅក្នុងរដូវវស្សាឬរដូវក្តៅជាធម្មតាចាប់ផ្ដើមដំណើរការមេត្រីនៅក្នុងខែមេសាបង្កាត់ពូជរហូតដល់ខែមិថុនានិងខែកក្កដាហើយបន្ទាប់មកផ្ដល់កំណើតប្រហែលនៅក្នុងខែសីហាបាក់សៃនេះនឹងពងបានតែ2ទៅ3ពងប៉ុណ្ណោះដែលត្រូវបានចំណាយពេលប្រហែលជា34ថ្ងៃទៅញើសអានេះចាប់ពីវាពងមកដល់34ថ្ងៃបានវាពងរបស់វាចាប់ដើមញើសហើយវាចំណាយពេលក្នុងពេលដូចជា3ខែបានវាចាប់ដើមនឿមកូនវាចេញពីសម្បុកបានចំពោះចំណីអាហារយើងចូលទៅដល់ចំណីអាហាររបស់វាចំណីអាហាររបស់វាមានដូចជាសត្វដែលចូលចិត្តវាសត្វដែលវាចូលចិត្តស៊ីសត្វស្លាបតូចៗហើយនិងសត្វស្លាបផ្សេងទៀតសត្វកកេដូចជាពួកកំប្រុកពួកកណ្ដុរអុយអានោះជាភេទសត្វដែលកកេក៏ដូចជាពួកសត្វជីងចក់ពួកភេទជីងចក់ក៏វាស៊ីដែរលំនៅឋានរបស់វានៅដូចជាសត្វនេះត្រូវបានគេរកឃើញនៅក្នុងព្រៃនិងតាមមាត់ទន្លេតាមតំបន់នានាក្នុងអាស៊ីខាងត្បូងវាត្រូវបានគេសង្កេតឃើញមានសម្បុកនៅក្នុងប្រទេសហ្វីលីពីនឥណ្ឌូនេស៊ីនិងតំបន់ប្រទេសចិននិយាយជារួមវាចូលចិត្តតំបន់ត្រូពិកទម្លាប់ធ្វើសម្បុករបស់ពួកវាបាក់សៃនេះច្រើនតែសង់សម្បុកពីមែកឈើទាំងឈ្មោលទាំងញីវាជួយគ្នាបង្កើតសម្បុកទាំងពីរប្រភេទសត្វនេះវាធ្វើសម្បុកនៅលើដើមឈើក្បែរកន្លែងដែលវាប្រមាញ់ចំណីបានវាអាចធ្វើសម្បុកប្រភេទសត្វនេះចំពោះអាយុកាលវារស់នៅក្នុងព្រៃមានន័យថាវារស់នៅដោយខ្លួនឯងនៅក្នុងព្រៃវាអាចរស់នៅដល់11ឆ្នាំអាយុកាលរបស់វាប៉ុន្តែបើគេចាប់វាមកចិញ្ចឹមដូចជាចិញ្ចឹមមើលថែវាអាចរស់បានទៅដល់30ឆ្នាំស្ថានភាពអភិរក្សភេទសត្វបាក់សៃទាំងស្លាបឆែកកំពយខ្លីនេះចុះក្នុងបញ្ជីជាប្រភេទសត្វដែលមានព្រួយបារម្ភតិចបំផុតដោយសារអាជ្ញាធរអភិរក្សពិភពលោកមានន័យថាចំនួនប្រជាជនដែលការថយចុះវាប៉ុន្តែវាមិនដល់កម្រិតបង្កឲ្យមានការព្រួយបារម្ភច្រើននោះទេការគម្រាមកំហែងរបស់វាពោះការគម្រាមកំហែងជំរករបស់វាគឺប្រភេទមនុស្សយើងអាចបំផ្លាញតំបន់ធំនៃជំរករបស់វាហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលចូលរួមស្ដាប់ទាំងអស់គ្នាហើយសង្ឃឹមថាវាបានផ្ដល់ផលប្រយោជន៍ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលស្ដាប់ទាំងអស់គ្នាអរគុណច្រើន